ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី7ដែលមានសមាជិករតន័យឈូម៉ូនីតាគិតសៀងម៉ៃនិងកែនសវណ្ណរីពួកខ្ញុំបានលើកក្រុមហ៊ុន Legend Empire Realty មកនិយាយក្រុមហ៊ុន Legend Empire Realty គឺជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាដែលផ្ដល់សេវាកម្មសម្រាប់ទិញលក់ជួលនិងប្រឹក្សាយោបល់លើអចលនទ្រព្យក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ2025ដោយលោកកាំងនីននិងលោកសុកប៊ុនសារ៉ារួមជាមួយនឹងសហស្ថាបនិកចំនួន4នាក់ទោះបីក្រុមហ៊ុននេះចាប់ផ្ដើមត្រឹមតែជាការិយាល័យតូចមួយក៏ដោយតែក្រុមហ៊ុននេះបានរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែសេវាកម្មវិជ្ជាជីវៈនិងក្រុមការងារដែលខិតខំប្រឹងប្រែងរបស់ខ្លួនសប្តាហ៍ថ្ងៃនេះក្រុមហ៊ុន Legend Empire Realty ផ្ដល់ជូននូវអចលនទ្រព្យជាច្រើនប្រភេទរួមទាំងខុនដូផ្ទះវីឡាអាផាតមិនសម្រាប់អតិថិជនក្នុងស្រុកនិងអន្តរជាតិសម្រាប់ផលិតផលនិងសេវាកម្មចម្បង product and service residential property sale ការទិញលក់អចលនទ្រព្យលំនៅដ្ឋានអាចថាជាការស្វែងរកនិងការលក់អាផាតមិនប្រណិតខុនដូផ្ទះក្នុងបុរីនិងវិឡាឯកជនចំណុចទី2គឺ commercial property leasing គឺការជួលអចលនទ្រព្យពាណិជ្ជកម្មសម្របសម្រួលការជួលការិយាល័យក្រុមហ៊ុនទីតាំងហាងលក់ទំនិញនិងឃ្លាំងស្តុកទំនិញបន្ទាប់មកគឺ off market sourcing គឺការស្វែងរកគម្រោងផ្ដាច់មុខគឺបានផ្ដល់ឱកាសទទួលបានគម្រោងកំពុងសាងសង់ការលក់ឡាយឡុងប្រញាប់នៅខុនដូនិងគម្រោងក្រៅទីផ្សារផ្ដាច់មុខចំណុចបន្ទាប់គឺ investment consulting គឺការប្រឹក្សាយោបល់ផ្នែកវិនិយោគការប្រឹក្សាយោបល់ផ្នែកវិនិយោគនេះគឺជាការផ្ដល់ការវិភាគទីផ្សារផ្អែកលើទិន្នន័យជាក់លាក់ការវិតម្លៃនិន្នាការនិងតម្លៃអចលនទ្រព្យបន្ទាប់មកគឺអត្ថប្រយោជន៍សំខាន់ marketing intelligence ការយល់ដឹងស៊ីជម្រៅពីទីផ្សារដែលយើងអាចបកស្រាយថាការវិភាគកម្រិតជំនាញលើការរីកចម្រើននៃគម្រោងក្នុងស្រុកដើម្បីធានាការផ្ដល់ការវិនិយោគប្រកបដោយសុវត្ថិភាពនិងចំណេញបន្ទាប់មកគឺ expatriate framework ដែលយើងអាចហៅវាបានថាយន្តការងាយស្រួលសម្រាប់ជនបរទេសគឺជំនួយផ្ទាល់សម្រាប់អ្នកទិញអន្តរជាតិក្នុងការស្វែងយល់ពីច្បាប់អចលនទ្រព្យនិងទម្រង់កម្មសិទ្ធិនៅប្រទេសកម្ពុជា administrative oversight គឺជាការគ្រប់គ្រងរដ្ឋបាលពេញលេញដោយយើងអាចបកស្រាយបានថាគឺការគ្រប់គ្រងរាល់ប្រតិបត្តិការអចលនទ្រព្យតាំងពីដំណាក់កាលស្វែងរកដំបូងរហូតដល់ការផ្ទេរកម្មសិទ្ធិប្លង់រឹងចុងក្រោយអញ្ចឹងទាំងអស់នេះគឺជាចំណុចដែលខាងក្រុមហ៊ុនបានផ្ដល់ឲ្យតាក់ទងទៅលើ product ឬក៏ service ពីខាងក្រុមហ៊ុនផ្ទាល់តែម្ដងបន្ទាប់មកខ្ញុំនឹងនិយាយអំពីអតិថិជនគោលដៅក្រុមហ៊ុន Legend Empire Realty បម្រើក្រុមអតិថិជនផ្សេងៗគ្នាទី1អ្នកទិញផ្ទះដែលចង់ទិញផ្ទះខុនដូឬវីឡាទី2អ្នកវិនិយោគអចលនទ្រព្យដែលចង់វិនិយោគនៅកម្ពុជាទី3ម្ចាស់អចលនទ្រព្យដែលត្រូវការជំនួយក្នុងការលក់ឬជួលអចលនទ្រព្យរបស់ពួកគេទី4អ្នកជួលដូចជាសិស្សបុគ្គលិកការិយាល័យជនបរទេសនិងក្រុមគ្រួសារជាចុងក្រោយក្រុមហ៊ុនក៏ធ្វើការជាមួយនឹងអ្នកអភិវឌ្ឍអចលនទ្រព្យផងដែរដោយពួកគេធ្វើទីផ្សារនិងលក់គម្រោងថ្មីៗយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនអ្នកទិញជនជាតិកម្ពុជាឥឡូវនេះគឺជាក្រុមអតិថិជនធំបំផុតជាពិសេសនៅក្នុងទីផ្សារខុនដូការប្រកួតប្រជែងគោលដៅកន្លែងចំណុចនេះក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅក្នុងស្រុកជាក្រុមហ៊ុនក្នុងស្រុកដែលមានឈ្មោះបាសសម្លេងនិងការប្រកួតប្រជែងផ្ទាល់ទៅលើទីផ្សារការទិញលក់ដីឬក៏ផ្ទះដោយទី1គឺអមតៈ property service គឺជាក្រុមហ៊ុនដែលប្រឹក្សាយោបល់និងទិញលក់ទី2គឺKey Real Estate គឺជាក្រុមហ៊ុនដែលអាចជាលក្ខណៈថាជា secondary market ទី3គឺ PLC ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មទិញលក់និងវាយតម្លៃចុងក្រោយគេគឺ Bonner Realty Group ចំណុចទី2គឺ
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ខ្ពស់និងទាក់ទាញជនបរទេសចំណុចទី1គឺ IPS Cambodia ក្រុមហ៊ុនអចលនទ្រព្យដ៏ធំដែលទទួលបានទំនុកចិត្តពីអ្នកនៅក្នុងស្រុកនិងនៅក្រៅស្រុកទី2គឺ Lloyd Realty ជំនាញទៅលើការទិញលក់និងជួលខុនដូ វីឡានិងដីទី3គឺ Cam Realty ដែលផ្ដោតទៅលើការជួលខុនដូឬ apartment ទី3គឺក្រុមហ៊ុនបណ្ដាញ franchise អន្តរជាតិនិងការប្រកួតប្រជែងទៅលើការលក់គម្រោងធំៗនិងការប្រឹក្សាវិនិយោគដោយក្រុមហ៊ុនទី1មាន Century 21 ហើយនិង ERA Cambodia មកដល់ចំណុចខ្ញុំនៅនិយាយអំពី differentiators ដែលយើងហៅបានមួយទៀតថាដែលយើងនិយាយជាខ្មែរថាចំណុចខុសប្លែកពីក្រុមហ៊ុនគត់ចែងចំណុចដែលធ្វើឲ្យ Legion Empire Realty ខុសពីដៃគូប្រកួតប្រជែង Legend Empire Realty មានភាពលេចធ្លោជាងភ្នាក់ងារអចលនទ្រព្យផ្សេងៗនៅកម្ពុជាទី1នោះគឺក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យយ៉ាងទូលំទូលាយដូចជាការទិញលក់និងជួលដីផ្ទះវិឡានិងខុនដូដែលអាចបំពេញតាមតម្រូវការរបស់អតិថិជនបានច្រើនប្រភេទទី2គឺក្រុមហ៊ុនផ្ដោតលើការផ្ដល់ប្រឹក្សាដល់អតិថិជនដោយស្វែងរកអចលនទ្រព្យដែលសមស្របទៅនឹងតម្រូវការនិងថវិការបស់ពួកគេមិនមែនគ្រាន់តែបង្ហោះពីបញ្ជីអចលនទ្រព្យទេទី3ក្រុមហ៊ុនមានវត្តមានខ្លាំងលើប្រព័ន្ធ Digital ឬក៏ Social Media ដោយប្រើប្រាស់ Facebook Instagram TikTok YouTube ហើយនិង WhatsApp ដែលធ្វើឲ្យអតិថិជនស្វែងរកព័ត៌មានយ៉ាងងាយស្រួលហើយនិងងាយស្រួលទាក់ទងទៅភ្នាក់ងារធ្វើការបានយ៉ាងឆាប់រហ័សហើយចំណុចទី4នោះគឺ Legion Empire Realty គឺជាក្រុមហ៊ុននៅក្នុងស្រុកដែលកំពុងតែរីកចម្រើនដោយថ្មីៗនេះបានបើកការិយាល័យថ្មីនៅរាជធានីភ្នំពេញដែលបង្ហាញពីភាពរីកចម្រើននិងការបដិញ្ញាចិត្តនៅក្នុងការបម្រើទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាចំណុចទី2នោះគឺ Key Selling Points Key Selling Points គឺជាមូលហេតុសំខាន់ដែលធ្វើឲ្យអតិថិជនជ្រើសរើសយក Legion Empire Realty ក្រុមហ៊ុនផ្ដល់ជំនួយប្រកបដោយវិជ្ជាជីវៈក្នុងការទិញលក់និងជួលអចលនទ្រព្យលើសពីនេះក្រុមហ៊ុនក៏មានជម្រើសអចលនទ្រព្យច្រើនរួមមានដីផ្ទះវិឡាអាផាតមិននិងខុនដូដែលបំពេញទៅតាមតម្រូវការរបស់អតិថិជននីមួយៗហើយផ្សេងៗគ្នាក្រុមហ៊ុនក៏ជួយអតិថិជនស្វែងរកអចលនទ្រព្យដែលមានគុណភាពល្អនិងតម្លៃសមរម្យផងដែរបន្ទាប់ពីនេះក្រុមហ៊ុនមានការិយាល័យនៅរាជធានីភ្នំពេញនិងមានបណ្ដាញទំនាក់ទំនងជាច្រើនដែលធ្វើឲ្យអតិថិជនទទួលបានសេវាកម្មងាយស្រួលនិងឆាប់រហ័សចំណុចចុងក្រោយគឺក្រុមហ៊ុនទទួលបានការវិតម្លៃវិជ្ជមានពីអតិថិជនតាមអនឡាញដែលយើងហៅបានថា feedback ទោះបីជាfeedback មានចំនួនតិចប៉ុន្តែទទួលបាន feedback ល្អៗច្រើនចំណុចមួយទៀតនោះគឺ Unique Selling Points ដែល Unique Selling Points មានពីរចំណុចគឺ One Stop Real Estate Solution ដែលអតិថិជនអាចទទួលបានទាំងការប្រឹក្សានិងជំនួយនៅក្នុងការទិញលក់ឬជួលអចលនទ្រព្យនៅក្នុងកន្លែងតែមួយដោយអត់ចាំបាច់ទៅពី3កន្លែងផ្សេងគ្នាហើយចំណុចទី2នោះគឺក្រុមហ៊ុនមានចំណេញច្បាស់លាស់ទៅលើទីផ្សារអចលនទ្រព្យកម្ពុជាដែលអាចជួយឲ្យអតិថិជនស្វែងរកនៅឱកាសវិនិយោគទៅលើអចលនទ្រព្យដែលសមស្របរបស់ពួកគេចុងក្រោយpresentation របស់ក្រុមពួកខ្ញុំក៏បានដល់ទីបញ្ចប់អរគុណដែលបានចំណាយពេលវេលា